សំណួរមួយសួរមកខ្ញុំថាគាត់គឺជាម្ចាស់អាជីវកម្មតូចតាចម្នាក់គាត់ចង់ខ្ចីលុយធនាគារដើម្បីទៅទិញដីជាទ្រព្យទុកចែកឲ្យកូនគាត់ខ្ញុំយល់អារម្មណ៍មួយហ្នឹងកាលពីអតីតកាលរបស់ខ្ញុំក៏ខ្ញុំធ្លាប់គិតដែរតែខ្ញុំធ្លាប់គិតទិញផ្ទះអត់គិតទិញដីដូចគាត់ទេពេលដែលពីក្មេងវ័យរបស់ខ្ញុំចង់មានផ្ទះភ្នំពេញមួយដើម្បីមករៀនមូលហេតុដែលអត់មានផ្ទះនៅភ្នំពេញទើបខ្ញុំអត់បានមករៀននៅភ្នំពេញពីព្រោះខ្ញុំជាកូនស្រីអញ្ចឹងខ្ញុំបានតាំងចិត្តថាពេលដែលខ្ញុំមានគ្រួសារហើយដល់ពេលខ្ញុំមានកូនខ្ញុំក៏មានចិត្តចង់ទិញផ្ទះនៅភ្នំពេញដើម្បីចែកជាទ្រព្យមរតកឲ្យទៅកូនថ្ងៃអនាគតចំពោះបងប្រុសគិតយ៉ាងម៉េចខ្ញុំមិនដឹងទេតែខ្ញុំនិយាយពីខ្ញុំធ្លាប់គិតបែបហ្នឹងតែវាជារឿងមួយដ៏ក្មេងខ្ចីវាជារឿងមួយដែលមិនគួរកាត់ឡើងក្នុងផ្នត់គំនិតរបស់ខ្ញុំតអសោះហ្នឹងហើយរឿងអីត្រូវគិតពីរឿងទ្រព្យចែកកូនហេតុអីក៏មិនរកទ្រព្យដើម្បីបន្តបេសកកម្មក្នុងការចិញ្ចឹមកូនឲ្យកូនមានប្រសិទ្ធភាពឲ្យកូនមានគុណភាពអញ្ចឹងខ្ញុំក៏លះបង់ទៅវិញខ្ញុំក៏លក់ផ្ទះនោះខ្ញុំទិញហើយខ្ញុំលក់ផ្ទះនោះផ្ទះដំបូងខ្ញុំទិញហ្នឹងគឺទិញផ្ទះតូចៗនៅតាមផ្សារតូចៗទេអញ្ចឹងក៏ខ្ញុំយកលុយដែលខ្ញុំបានមកនេះពេលហ្នឹងឯងក៏មានពេលខ្លះខ្ញុំក៏កម្ចីពីសាច់ញាតិយកមកដើម្បីធ្វើជាអ្នកវិនិយោគវិញអញ្ចឹងខ្ញុំយកលុយមកទិញដីទិញផ្ទះ